ច្រើនពេលញាតិញោមថ្ងៃហ្នឹងចង់លើកពីរឿងរាល់ថ្ងៃហ្នឹងវាសម្បូរបច្ចេកវិទ្យាទូរស័ព្ទ iPad ស្អីសពគ្រប់ហ្នឹងហើយអ៊ីនធឺណិតក៏សម្បូរទៀតអញ្ចឹងមនុស្សអឺ scroll ទូរស័ព្ទទៅមកចំណាយពេលច្រើនវាឈឺទាំងដៃគេងក៏មិនសូវលក់ឈឺក្បាលហើយមិនសូវបានធ្វើសកម្មភាពផ្លូវកាយសុខភាពមិនសូវល្អហើយវាប៉ះពាល់ដល់ផ្លូវចិត្តទៀតផងបើស្មាជូនជាយោបល់ថាគួរកម្រិតពេលវេលាក្នុងការប្រើហើយកម្រិតវានឹងតាមរយៈapp ណាដែលមិនចាំបាច់លុបចោលទៅកុំនាំឲ្យរំខានទុកតែ app ណាដែលវាសំខាន់សម្រាប់យើងប្រើប្រាស់ចាំថ្ងៃទី1ទី2 group Telegram ក្តី group Facebook ក្តីgroup ណាដែលមិនសំខាន់ទេ mute ចោលឬក៏អត់ប្រយោជន៍ leave ចោលបណ្ដោយទៅបើមិនចឹងទេអា notification ទិញតឹងវាធ្វើឲ្យរំខានការងារហើយមួយទៀតគឺរំខានផ្លូវចិត្តរបស់យើងផ្ចង់អារម្មណ៍លែងសូវបានដោយសារគ្រាន់តែលឺតើងយើងទៅអាហ្នឹងបើនៅក្នុងធម៌លោកហៅថាអនាគូឡាការងារច្បោកច្បល់ហើយបើគួរដាក់វិន័យខ្លួនឯងឧទាហរណ៍ថាពេលញ៉ាំបាយឬក៏ពេលចូលបន្ទប់ទឹកអីហាមដាក់វិន័យខ្លួនឯងកុំឲ្យមានអានឹងនៅលើតុឥឡូវហ្នឹងខាងអ្នកវិទ្យាសាស្ត្រហ្នឹងគេរកឃើញដោយសារយុវវ័យប្រើទូរស័ព្ទនឹងច្រើនពេកវាធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ជាពិសេសពេលណាឃើញរឿងដែលតក់ស្លុតមើលឃើញគេ comment ឌឺដងប្រឈឺអីចឹងទៅធ្វើឲ្យទប់កំហឹងមិនបានធ្វើឲ្យប៉ះពាល់ផ្លូវចិត្តហ្នឹងហើយកើតជំងឺ stress depression អញ្ចឹងទៅរហូតដល់អ្នកខ្លះគេឈឺឌឺដងខ្លាំងពេកចងកសម្រាប់ខ្លួនអីអញ្ចឹងក៏មានដែរមានករណីច្រើនគួរសមដែរអញ្ចឹងតើយើងប្រយ័ត្នប្រយែងកុំរស់នៅលើប្រព័ន្ធសង្គមនឹងពេកមករស់នៅក្នុងជីវភាពមែនតែនជីវិតជាក់ស្ដែងឲ្យបានច្រើនរស់នៅក្នុងធម្មជាតិឲ្យបានច្រើនអានឹងយើងអាយុវែងបើយើងលងជាមួយវាអានឹងយើងអាយុខ្លីហើយអញ្ចឹងយើងកុំចាញ់បោកវាបិទ notification ណាដែលមិនចាំបាច់ leave group ណាដែលអត់ប្រយោជន៍ follow channel ណាដែលវាមានប្រយោជន៍សម្រាប់ការចម្រើនចំណេះដឹងហើយ accept friend ណាដែល friend នឹងជួយគ្នាកុំឲ្យចូលចិត្តមើលតែគេជេរបចោគ្នាប្រកាប់ប្រចាក់គ្នាហើយយូរទៅវាខូចខួរក្បាលយើងអញ្ចឹងកម្រិត limit ខ្លួនឯងកុំបដ ாய் តែបដ ாய் យើងខកខ្លួនពិបាកធ្ងន់ទៅអនុមោទនា